អនុរដ្ឋលេខាធិការក្រសួងអប់រំនិងអង្គការសមាជិកខេត្តសម្ពោធអគារសិក្សាថ្មីនៅក្នុងខេត្តបៃលិនបាទចាអកាលពីថ្មីកន្លងទៅនេះអាយដាមវងពីរដ្ឋអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីក្រុងការអគារសិក្សាថ្មីនិងសមិទ្ធផលនានាមួយចំនួនទៀតដែលជាជំនួយរបស់អង្គការសមាជិកខេត្តជំនួយអន្តរជាតិនៅសាលាបឋមសិក្សាភ្នំក្រែងស្ថិតនៅក្នុងភូមិភ្នំក្រែងឃុំទិនត្រង់ស្រុកបាឡក្រៅខេត្តបៃលិនពីទីនេះក៏មានការជឿជរួមពីលោកសៅសវណ្ណអភិបាលរងខេត្តបៃលិនតំណាងលោកជំទាវបានរយមុំអភិបាលនៃគណៈអភិបាលខេត្តលោកតង់ធីរាប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបៃលិនលោកបាយក្រាហានទេតននាយកអង្គការសមាជិកខេត្តប្រចាំកម្ពុជាលោកអភិបាលរងស្រុកបាឡាក្រៅលោកគ្រូនៃគ្រូមេតាបេតានិងសិស្សានុសិស្សយ៉ាងច្រើនកកក្នុងពិធីនេះលោកសៅសវណ្ណអភិបាលរងខេត្តបៃលិនបានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការសមាជិកខេត្តចំពោះការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាលោកបានសង្កត់ធ្ងន់ថាអគារសិក្សាថ្មីនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងដៃគូអភិវឌ្ឍក្នុងការលើកកម្ពស់គុណភាពនៃវិស័យអប់រំនៅកម្ពុជាទោះជាយ៉ាងនេះក្តីលោកក៏បានលើកឡើងពីការខ្វះខាតដែលនៅតែមានដូចជាបន្ទប់រៀនសម្ភារៈបង្រៀននិងមធ្យោបាយផ្សេងៗទៀតនៅក្នុងសាលាផងដែរហើយដល់វងពីរុនអនុនិងបព្វជិជនទាំងឡាយដែលបានកំណត់ជំនួយដល់វិស័យអប់រំនៅកម្ពុជាពិសេសនៅក្នុងសាលាបឋមសិក្សាភ្នំក្រែងដែលកំពុងមានការខ្វះខាតដល់ឡើយក្នុងប៉ុណ្ណោះទេប៉ុន្តែនេះជានិមិត្តរូបនៃក្តីសង្ឃឹមជាទីកន្លែងសម្រាប់ចក្បិនរបស់កុំសូមបញ្ជាក់ថាមកតាមលោកបាយក្រាហានចិត្តនាយកអង្គការសមាជិកខេត្តប្រចាំកម្ពុជា9បន្ទប់ស្ថិតនៅពីទីតាំងផ្សេងគ្នាគឺទី1អគារសិក្សាសាលាបឋមសិក្សាភ្នំក្រែងមានអគារសិក្សាមួយខ្នងមាន4បន្ទប់ស្ថិតក្នុងភូមិភ្នំក្រែងឃុំទិលសារ៉ាប់រិចទី2អគារសិក្សាសាលាបឋមសិក្សាអូរអិលស្ថិតក្នុងភូមិអូរអិលឃុំទិលកាច់ស្រុកបាឡាក្រៅខេត្តបៃលិនមានមួយអគារស្មើនឹង5បន្ទប់តម្លៃសាងសង់គឺ$129,617សារ៉ាប់រិចបាទនេះគឺជាព័ត៌មានទី1បាទសូមបញ្ចប់តែប៉ុណ្ណេះ